វីដេអូនេះខ្ញុំនឹងបរិញ្ញាអ្នកទាំងអស់គ្នាតើតើមួយការកំងវ៉ាន់ស្តុកនៅក្នុង app Loader ជាដំបូងអ្នកទាំងអស់គ្នាចូលមកកាន់ app Loader រួចយកកន្លែង Loader ជំរឿនរយឆ្នាំហ្នឹងទៅបន្ទាប់មកកន្លែងនេះអ្នកទាំងអស់គ្នាអាច search បានដូចគ្នាណាឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់រកប្រភេទ Cambodia Line បងប្អូនយកតែងតែហៅថាកម្ពុជាសហ្នឹងអ្នកទាំងអស់គ្នាអាចរកបាននៅក្នុង app Loader ផ្ទាល់គឺបានតម្លៃបោះដុំទូថ្លៃមែនតើហើយមានច្រើនហាងអ្នកទាំងអស់គ្នាគាត់ទៅវាយមកគឺចាញ់តែម្ដងអញ្ចឹងតើតើមួយមកជំរឿនទៀតអ្នកទាំងអស់គ្នាអាច scroll មើលទៅតាមហាងមួយមានប្រភេទអវ៉ាន់ថៃអវ៉ាន់ចិនអវ៉ាន់វៀតណាមអីផ្សេងៗអ្នកទាំងអស់គ្នាគឺអវ៉ាន់ទាំងអស់ហ្នឹងគឺមាននៅ stock ផ្ទាល់តែម្ដងអញ្ចឹងកន្លែងនេះ admin ចូលទៅកាន់កន្លែងទំនិញខ្មែរថៃបោះដុំលក់រីហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹង admin រើសយក depot ណាមួយដែលនៅចិត្តអញ្ចឹងណាឧទាហរណ៍ថា admin រើសយក depot ខាងផ្សារចំពោះ1ខាងចំឆាងអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញប្រភេទទំនិញរាប់លានប្រភេទនៅក្នុងហ្នឹងតែប្រភេទជាអវ៉ាន់ដែលយើងប្រើប្រាស់ប្រចាំថ្ងៃទំនិញដែលយើងប្រើប្រាស់ចាំបាច់អ្នកទាំងអស់គ្នាដូចប្រភេទស្រាបៀរប្រភេទភេសជ្ជៈផ្សេងៗគឺបានតម្លៃល្អមែនទែនប្រភេទទឹកសុទ្ធស្រាបៀរទឹកផ្លែឈើផ្សេងៗអ្នកទាំងអស់គ្នាសម្រាប់ផ្ទះបាយនិយាយទៅប្រភេទស្ករប៊ីចេងអំបិលនិយាយទៅមានរាប់លានប្រភេទមិនថាបងប្អូនអាជីវករលក់កាហ្វេលក់អីផ្សេងៗឯងអាចទិញទឹកដោះគោក៏ដូចជាតែប្រភេទកាហ្វេផ្សេងៗនៅក្នុង app Loader បោះក្នុងតម្លៃបោះដុំមែនណាអញ្ចឹងនេះអញ្ចឹងប្រភេទសម្ភារៈប្រើប្រាស់ផ្ទះបាយអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងតើតើមួយការតែង admin នឹងបរិញ្ញាអ្នកទាំងអស់គ្នាតើតើមួយការកំងគឺងាយស្រួលមែនតើតែបងប្អូនទាំងអស់គ្នាចុចលើតំណែងដែលបងប្អូនចាប់អារម្មណ៍អញ្ចឹងទៅបន្ទាប់មកមើលតម្លៃផ្សេងៗបន្ទាប់មកចុចយកទិញភ្លាមៗអញ្ចឹងអ្នកទាំងអស់គ្នាកំណត់ចំនួនកំណត់កេះអីភ្លាមៗបន្ទាប់ពីហ្នឹងអ្នកទាំងអស់គ្នាអាច add អាស័យដ្ឋានបានឧទាហរណ៍ថាអ្នកទាំងអស់គ្នានៅម្ដុំណាគាត់តែបំពេញឈ្មោះអាស័យដ្ឋានបូកជាមួយនឹងលេខទូរស័ព្ទអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាតើតើមួយការទិញការអីផ្សេងៗអ្នកទាំងអស់គ្នាមើលតាមលំនាំវីដេអូហ្នឹងបានអញ្ចឹងណាអញ្ចឹងកន្លែងនេះបងប្អូនទាំងអស់គ្នាគាត់តែវាយលេខទូរស័ព្ទបន្ទាប់មកចុច verify ទៅឲ្យច្បាស់ថាលេខទូរស័ព្ទហ្នឹងគឺបងប្អូននៅប្រាំអញ្ចឹងគាត់តែចុចទៅគេនឹងផ្ញើកូដ6ខ្ទង់ទៅហើយកន្លែងនេះអ្នកទាំងអស់គ្នាអាចកំណត់ទីតាំងបានឧទាហរណ៍ថា admin កំណត់នៅសវណ្ណាអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែកំណត់មកគ្រាន់តែវាយទីតាំងមកគឺគេឲ្យយើងរើសឲ្យថាតំបន់ណាទីតាំងណាអញ្ចឹងដើម្បីឲ្យអ្នកដឹងជញ្ជូនគាត់ដឹកទៅដល់ទីតាំងតែម្ដងអញ្ចឹងនៅពេលដែលកំណត់ហើយដូចកន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចលំអិតមកបានថាទីតាំងនៅម្ដុំណាតូនមុខអីអញ្ចឹងណាឬក៏អាចបូកបន្ថែមជាមួយនឹងរូបថតអាស័យដ្ឋានគឺកាន់តែល្អអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់អាស័យដ្ឋានហើយគឺយើងអាចកំងបានតែម្ដងគឺអ្នកទាំងអស់គ្នាអាចមើលផ្ទៀងផ្ទាត់អីតាមនឹងបានណាចំនួនមិនថាតម្លៃផ្សេងៗអញ្ចឹងដល់កន្លែងហ្នឹងអ្នកទាំងអស់គ្នាគ្រាន់ចុចទូទាត់ទៅគឺអូខេតេតទៅមួយការតែអ្នកទាំងអស់គ្នាគឺជោគជ័យតែម្ដងបន្ទាប់ពីចុចកំងហើយអ្នកទាំងអស់គ្នាអត់ដឹងថាមើលបងតំណែងអ្នកទាំងអស់គ្នានៅកន្លែងណាអ្នកទាំងអស់គ្នាគ្រាន់តែចុចពាក្យខ្ញុំទៅបន្ទាប់មកចុចពាក្យបងតំណែង active អ្នកទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នានឹងអាចតាមដានបងតំណែងមួយនឹងបានអញ្ចឹង